ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាទីគោរពនិងជាទីរាប់អានជួបគ្នាជាមួយនឹងខ្ញុំបាទខាត់ស្តង់ដារទៀតហើយតាក់ទងទៅនឹងព័ត៌មានថ្មីនៅក្នុងដៃលោកអ្នកទាំងព័ត៌មានជាតិនិងអន្តរជាតិពុកម៉ែបងប្អូនបាននៅពេលមុននេះប្រទេសថៃផ្ទុះបាការបាតកម្មយ៉ាងធំធេងតែម្ដងដោយអ្នកខេត្តអយុធ្យាបានចេញធ្វើបាតកម្មប្រឆាំងរដ្ឋាភិបាលថៃដែលដឹកនាំដោយលោកអនុទិនឆាវរៈគុលព្រោះវេទនាដោយសារទឹកជំនន់នឹងគឺខ្លាំងក្លាពេកតែម្ដងដោយរដ្ឋាភិបាលថៃមិនមានចំណាត់ការខេត្តអយុធ្យាជាង300នាក់បាននាំគ្នាធ្វើបាតកម្មប្រឆាំងរដ្ឋាភិបាលថៃព្រោះតែរដ្ឋមិនព្រមបើកទ្វារទឹករំដោះនៅបាទទៅតំបន់ផ្សេងទុកឲ្យទឹកនឹងបាទជន់លិចសហគមន៍របស់ពួកគេជាង3ខែមកហើយបាទ3ខែលិចខ្ទេចគ្មានសល់ទេសូម្បីតែស្មៅក៏រលួយដែរពុកម៉ែបងប្អូនតាមការចេញផ្សាយរបស់បណ្ដាញសារព័ត៌មាន The Star នៅថ្ងៃសៅរ៍ទី8ខែវិច្ឆិកាឆ្នាំ2025ពលរដ្ឋនាំគ្នាបាតកម្មបិទផ្លូវអយុធយាបាស៊ីណារងចាំឲ្យមានបាទការដោះស្រាយដោយរដ្ឋាភិបាលដោយទាមទារឲ្យបើកទ្វារទឹកសាំកូនិងបាទចៅបាទជាតិជាបន្ទាន់ដើម្បីជួយរំដោះទឹកចេញពីផ្សារសេនានិងតំបន់ក្បែរឲ្យរហូតទៅកាន់តំបន់ហ៊ុនចាបាទភិតបាទធុនបានសៃនិងធុនបាទកូសូឡាត់បច្ចុប្បន្ននាយកដ្ឋានធនធានទឹកបានបញ្ចេញទឹក2700ម៉ែត្រគូបក្នុង1វិនាទីបន្ថែមពីលើទឹកជំនន់ដែលកំពុងជន់លិចស្រាប់ទៅហើយបង្កជាទុក្ខវេទនារត់តែធ្ងន់ទៅដល់ពលរដ្ឋក្នុងស្រុកជាច្រើនតែម្ដងបាទអញ្ចឹងមានន័យថាខេត្តអយុធ្យានេះគឺលិចស្រាប់ទៅហើយបើកទឹកទម្លាក់ពីទន្លេចៅប្រយ៉ាមកទៀតលិចកាន់តែខ្លាំងតំបន់រងគ្រោះបាទខ្លាំងជាងគេគឺស្រុកបាស៊ីណាបាននិងបាទផាក់ហៃដែលទឹកចំនួនបានបំផ្លាញផ្ទះសម្បែងជាង30000ខ្នងនិងគ្រួសារខ្លះត្រូវបង្ខំចិត្តដេកតាមចិញ្ចើមផ្លូវថែមទៀតបាតកម្មនេះធ្វើឡើងស្របពេលដែលខេត្តចំនួន7របស់ប្រទេសថៃបានប្រកាសអាសន្នទឹកចំនួនឈានដល់កម្រិតពណ៌ក្រហមដែលជាកម្រិតធ្ងន់ធ្ងរបំផុតដោយសារតែទំនប់ទន្លេចៅប្រយ៉ានិងទម្លាយទឹកយ៉ាងគំហុកព្រោះទប់លែងឈ្នះបណ្ដាលមកពីភ្លៀងធ្លាក់ឥតឈប់ឈរជាអតិពលព្យុះជាបន្តបន្ទាប់តាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានខាវសតដែលដកស្រង់ប្រភពពីទីភ្នាក់ងារអវកាសនិងភូមិសាស្ត្រព័ត៌មានវិទ្យាជាតិនៃប្រទេសថៃនៅថ្ងៃសៅរ៍ទី8ខែវិច្ឆិកាឆ្នាំ2025ខេត្តទាំង7ដូចជាឆៃណាតសិង្ហបុរីអានថងសុផានបុរីប្រាណខនស៊ីអយុធយាសារ៉ាបុរីនិងផាធុំធានីសុទ្ធតែដាក់ក្នុងគ្រាអាសន្ននិងតម្រូវឲ្យមានការពិនិត្យតាមដានឲ្យដិតដល់គណៈទំនប់ទន្លេចៅប្រយ៉ាតំណងជានឹងទម្លាយទឹកចេញក្នុងកម្រិត2800ម៉ែត្រគូបក្នុង1វិនាទីស្ថាប័នដដែលបានចេញការព្រមានទៀតថាតំបន់ទាំង7ខាងលើរងការលិចលង់ធ្ងន់ធ្ងរជាពិសេសដីកសិកម្មក្នុងសហគមន៍នៅតាមដងទន្លេតែម្ដងមានអីនៅពុកម៉ែបងប្អូនគ្រាន់តែទឹកលិចហ្នឹងវា3ខែទៅហើយអត់តាន់ទឹករីងស្រួលផងបើកទឹកទម្លាក់មកទៀតអញ្ចឹងធ្វើឲ្យប្រជាពលរដ្ឋហ្នឹងគឺគាត់ពិបាកនៅក្នុងការរស់នៅតែម្ដងណានៅក្នុងការរស់នៅតែម្ដងនេះគឺជាកម្មដែលថៃបានធ្វើមកលើប្រទេសកម្ពុជាឥឡូវនេះចាប់ផ្ដើមធ្លាក់ទៅលើប្រទេសថៃណាធ្លាក់ទៅលើប្រទេសថៃវិញដូច្នេះពុកម៉ែបងប្អូនទាំងអស់គ្នាបានចូលរួមបញ្ចេញមតិយោបល់បានម្នាក់មួយផងហើយបើសិនជាខ្ញុំលើកទៅលើសក៏សំខាន់តែពីទោសយើងងាកទៅកាន់មួយសាច់រឿងទៀតបាទកម្ពុជាបន្តអនុវត្តការកែសម្រួលអាវុធនិងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធនធ្ងន់សម្រាប់ជំហានទី2នៃដំណាក់កាលទី1រាជធានីភ្នំពេញកម្ពុជាបន្តអនុវត្តការកែសម្រួលអាវុធនិងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធនធ្ងន់សម្រាប់ជំហានទី2នៃដំណាក់កាលទី1ស្របតាមផែនការសកម្មភាពនេះបើយោងតាមអ្នកនាំពាក្យក្រសួងការពារជាតិលោកជំទាវម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងថានៅថ្ងៃទី8ខែវិច្ឆិកាឆ្នាំ2025នៅវេលាម៉ោង 18:00 នាទីនៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យកម្ពុជាបានបន្តអនុវត្តការកែសម្រួលអាវុធនិងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធនធ្ងន់សម្រាប់ជំហានទី2នៃដំណាក់កាលទី1ស្របតាមផែនការសកម្មភាពដែលត្រូវបានចុះហត្ថលេខាដោយឯកឧត្តមសេនីយ៍ឯកពៅហេងមេបញ្ជាការយុទ្ធភូមិភាគទី4នៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តមសេនីយ៍តូ
bà vi rạ bà dốt rạ sinh mê bên chia ca con tọp phum phiệt tí píในព្រះរាជាណាចក្រថៃកាលពីថ្ងៃទី31ខែតុលាឆ្នាំ2025លោកជំទាវបានលើកឡើងឲ្យដឹងទៀតថាធ្វើនេះបាទការធ្វើនេះស្របតាមស្មារតីនេះភាគីថៃក៏បានធ្វើការកែសម្រួលអាវុធនិងយុទ្ធោបកបំផ្លិចបំផ្លាញធនធ្ងន់សម្រាប់ជំហានទី2នៃដំណាក់កាលទី1ដូចគ្នាផងដែរនៅក្រោមការសង្កេតការណ៍និងទៀងទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ានបាទ AOT សូមជម្រាបជូនផងថាការកែសម្រួលអាវុធនិងយោធោបកបំផ្លិចបំផ្លាញធនធ្ងន់នេះជាការបង្ហាញពីការបញ្ញាចិត្តរបស់ភាគីកម្ពុជានិងភាគីថៃក្នុងការគោរពនិងអនុវត្តនៅអ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមពីទីក្រុងកូឡាឡាំពូស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនឹងចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ព្រមទាំងស្មារតីនៃកិច្ចប្រជុំពិសេសលើកទី2នៃគណៈកម្មការព្រំដែនទូតកម្ពុជាថៃហៅកាត់ថា GBC ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី23ខែតុលាឆ្នាំ2025អនុវត្តតាមស្មារតីនេះនៅថ្ងៃទី31ខែតុលាឆ្នាំ2025យោធាយុទ្ធភូមិភាគទី4របស់កម្ពុជានិងកងទ័ពភូមិភាគទី2ថៃបានរៀបចំកិច្ចប្រជុំនៃគណៈកម្មាធិការបាទព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃ RBC ដែលបានឯកភាពគ្នាលើផែនការជាដំណាក់កាលនៃការកែសម្រួលអាវុធនិងយុទ្ធោបកបំផ្លិចបំផ្លាញធនធ្ងន់លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ឲ្យដឹងទៀតថាតាមរយៈផែនការនៃដែលបានឯកភាពគ្នានេះភាគីទាំងពីរបានកំណត់យកថ្ងៃទី1ខែវិច្ឆិកាឆ្នាំ2025គឺជាថ្ងៃចាប់ផ្ដើមនៃការអនុវត្តកែសម្រួលអាវុធនិងយុទ្ធោបកបំផ្លិចបំផ្លាញធនធ្ងន់សម្រាប់ដំណាក់កាលទី1ការកែសម្រួលអាវុធនិងយុទ្ធោបកបំផ្លិចបំផ្លាញបាទធនធ្ងន់សម្រាប់ដំណាក់កាលទី1នេះធ្វើឡើងក្នុងរយៈពេល3បាទសប្តាហ៍គឺចាប់ពីថ្ងៃទី1រហូតដល់ថ្ងៃទី21ខែវិច្ឆិកាឆ្នាំ2025ហើយសកម្មភាពនៅថ្ងៃនេះជាការអនុវត្តជំហានទី2នៃដំណាក់កាលទី1ជាមួយគ្នានេះកម្ពុជាសង្ឃឹមយ៉ាងមុតមមថាទាំងភាគីកម្ពុជានិងភាគីថៃបន្តអនុវត្តឲ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាពនៅសេចក្តីថ្លែងការណ៍រួមពីទីក្រុងកូឡាឡាំពូស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដោយភាពស្មោះត្រង់សុចន្ទៈនិងតម្លាភាពសម្ដៅចូលរួមចំណែកដល់ការលើកកម្ពស់សន្តិភាពនិងស្ថិរភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍនិងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឲ្យបានឆាប់ដើម្បីជាប្រយោជន៍ដល់ប្រទេសនិងប្រជាជនទាំងពីរបាទជាច្រើនចំនួនតទៅមុខទៀតចឹងពុកម៉ែបងប្អូនណាបាទអាវុធដែលយើងដកមកនេះបានខាងថៃភ្ញាក់តែម្ដងអាវុធរបស់កម្ពុជាគឺជាអាវុធបាទសុទ្ធតែថ្មីស្រឡាងតែម្ដងពុកម៉ែបងប្អូនគឺពិសេសគឺ BM21 ហ្នឹងបាទ BM21 របស់កម្ពុជានេះគឺញាក់សាច់តែម្ដងសរុបណាប្រទេសដែលមានប្រព័ន្ធបាញ់គ្រាប់រ៉ុកែតច្រើនបំផុតបាននៅលើពិភពលោកគឺកម្ពុជាជាប់ចំណាត់ថ្នាក់លេខ10ដែលមានប្រព័ន្ធបាញ់រ៉ុកែត BM21 ច្រើនបំផុតរហូតដល់ទៅជាង400គ្រឿងសូមជម្រាបពុកម៉ែបងប្អូនណាបាទបាញ់ម្ដងចេញ40គ្រាប់បាទក្នុងរយៈពេលប្រហែលនាទីទេបាទប្រហែលវិនាទីទេគឺបាញ់ម្ដងគឺទៅតែម្ដងបាទបាញ់ចេញបន្តកតុយគ្នា40គ្រាប់សូមជម្រាបមិនធម្មតាទេថៃខ្លាច BM21 ថៃឈ្នះយើងតែមួយមុខគត់គឺគេមានយន្តហោះចម្បាំងទំនើបតែបើនិយាយអំពីការធ្វើសង្គ្រាមនៅលើដីវិញគឺពិបាកជាមួយនឹងកម្ពុជាខ្ញុំនៅតែនិយាយដដែលមិនឈ្នះខ្មែរទេបើវាយថ្មើរជើងក៏ដូចជាប្រើអាវុធធនធ្ងន់បាញ់ពីដីទៅដីដូចគ្នាណាបាញ់លើដីដូចគ្នាតើតើមកទៅនឹងព័ត៌មានក៏មានតែប៉ុណ្្នឹងដែរសូមជម្រាបលាបាទ